ទាំងអស់គ្នាខ្ញុំចែករំលែក tip មួយនៅពេលដែលខ្ញុំទៅដើរលេងពិបាកខ្លាំងជាងគេគឺកន្លែងសាកថ្មទូរស័ព្ទដោយសារតែកន្លែងសាកថ្មទូរស័ព្ទពេលខ្លះរុន2រុន3ហើយពេលខ្លះអារុនហ្នឹងគឺខុសៗគ្នាទាំងអស់ហើយគ្រប់ប្រទេសគឺរុនសាកហ្នឹងគឺខុសៗគ្នាតែម្ដងអញ្ចឹងឥឡូវខ្ញុំនឹងចែករំលែក tip មួយឲ្យអ្នកនរគ្នាបានដឹងថាពេលដែលយើងទៅដើរលេងតើយើងគួរតែយកក្បាលសាកឬក៏ឌុយសាកបែបណាដើម្បីឲ្យសាកទៅបានគ្រប់ប្រទេសគ្រប់កន្លែងហើយកន្លែងដែលយើងទៅហ្នឹងគឺងាយស្រួលខ្លាំងមែនតើខ្ញុំឧទាហរណ៍ទៅប្រទេសឥណ្ឌាអញ្ចឹងហ៊ុនសាកគឺបែបនេះខុសពីប្រទេសផ្សេងហើយបើទៅជប៉ុនហ៊ុនសាកបែបនេះហើយបើទៅកូរ៉េគឺហ៊ុនសាកបែបនេះអញ្ចឹងមុននឹងយើងទៅប្រទេសណាអញ្ចឹងយើងត្រូវធ្វើ research ថាប្រទេសហ្នឹងគេប្រើហ៊ុនសាកបែបណាហើយយើងត្រូវតម្រូវក្បាលសាកហ្នឹងឲ្យត្រូវតាមប្រទេសនីមួយនេះកាលមុនខ្ញុំប្រើចេះអ្នកនេះដោតតគ្នាអញ្ចឹងដើម្បីទៅដើរលេងស្រុកគេគឺត្រូវដោតតគ្នាអញ្ចឹងហ្មងពិបាកខ្លាំងឥឡូវអស់បារម្ភហើយអ្នកនរក្រុមហ៊ុន Lanyard គេបានផលិតឆ្នាំងសាកមួយដែលអាចឲ្យយើងដើរលេងបានគ្រប់ប្រទេសតែម្ដងសំខាន់65 W fast charge ទេអ្នកនរសាកថ្មលឿនខ្លាំងមែនតើទៅប្រទេសណាក៏បានដែរអ្នកនរទៅសហភាពអឺរ៉ុបទៅអង់គ្លេសទៅអាស៊ីអាមេរិកអីបានទាំងអស់ជាមួយខ្ញុំចុចឲ្យមើលជើងគេមានច្រើនអញ្ចឹងយើងអស់បារម្ភហើយអ្នកនរយើងចង់ទៅប្រទេសណាក៏បានដែរហើយអ្នកនរចង់រកទិញបាននៅគ្រប់តំណាងចែកចាយរបស់ក្រុមហ៊ុន Lanyard ឬក៏គ្រប់បណ្ដាហាងទូរស័ព្ទដៃដែលជាដៃគូរបស់ក្រុមហ៊ុន Lanyard ឬក៏ទិញនៅក្នុង page Lanyard Cambodia Peace